កូនរបស់បងប្អូនទាំងអស់គ្នាមានកូនក្តៅកុំគិតស្មានថាអត់អីដោយសារតែខ្ញុំជួបពុកម្ដាយច្រើនខ្លាំងមែនតើគាត់គិតថាអត់អីហើយទុកគាត់ចោលអញ្ចឹងក្មេងអាចនឹងឡើងកម្ដៅខ្លាំងហើយឈានទៅរកការរលាកបំពង់កថែមទៀតផងអញ្ចឹងយ៉ាងនេះដែរដើម្បីជួយដល់បងប្អូនទាំងអស់គ្នាក្នុងការជ្រើសរើសថ្នាំឲ្យបានត្រឹមត្រូវអូនខ្ញុំសូមណែនាំជាមួយនឹងសេរ៉ូ3ប្រភេទនេះដែលខ្ញុំទុកចិត្តបំផុតជូនទៅបងប្អូនទាំងអស់គ្នាទី1ជា Dolan SP ដែលជួយក្នុងការឆាំងការរលាក Balzez គឺជួយក្នុងការបញ្ចុះកម្ដៅនិង Solmoid ជួយទៅក្នុងការបំបត្តិកកស្លេសឥឡូវគឺខ្ញុំឧទាហរណ៍ដើម្បីបងប្អូនទាំងអស់គ្នាស្រួលយល់បើសិនជាកូនរបស់បងប្អូនទាំងអស់គ្នាអត់សូវស្រួលខ្លួនអត់សូវបានផឹកទឹកអីច្រើនអញ្ចឹងអាចធ្វើឲ្យគាត់នឹងរលាកបំពង់កឬក៏អីចឹងទៅសូជា top recommend ហ្មងគឺអាចឲ្យគាត់ប្រើជាមួយនឹង Dolan SP នេះបានដែលផ្សំឡើងចេញមកពី Ibuprofen ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងការរលាកដូចជារលាកបំពង់កជាដើមហើយពេលខ្លះកុមារមានគ្រុនក្តៅប៉ុន្តែអត់មានការរលាកបំពង់កទេអញ្ចឹងអាចឲ្យគាត់ប្រើជាមួយនឹង Balzez នេះបានគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ចុះកម្ដៅក៏ដូចជាមានសុវត្ថិភាពក្នុងការប្រើប្រាស់ខ្លាំងមែនតើដែលផ្សំឡើងចេញមកពី Paracetamol សុទ្ធអញ្ចឹងគឺមិនបាច់ភ័យថាមានប៉ះពាល់ដល់អូនៗតូចៗតែបើកុមារខ្លះទៀតនៅពេលដែលប្រះស្អែកបែរទៅជាក្អកហើយមានស្លេសមកជាមួយដែលធ្វើឲ្យកូនរបស់គាត់នឹងពិបាកនៅក្នុងការដកដង្ហើមអញ្ចឹងសម្រាប់អូនៗដែលគាត់មានអាយុចាប់ពី2ឆ្នាំឡើងទៅមានអាការៈក្អកស្លេសអាចឲ្យគាត់ញ៉ាំជាមួយនឹងសេរ៉ូសូលមុចនេះបានពពួកនេះគឺផ្សំឡើងចេញមកពីកាបូនស៊ីស្តេអ៊ីនដែលជួយទៅក្នុងការកាត់បន្ថយអាការៈកកស្លេសនឹងជួយបញ្ចេញស្លេសដែលស្អិតជាប់បំពង់កហើយថ្នាំទាំងអស់នេះគឺដឹងតែអត់ពិបាកក្នុងការបញ្ចុះអូនទេព្រោះបានឆ្លងកាត់ក្នុងការធ្វើបច្ចេកវិទ្យា Testeride ដែលបំបត្តិជាតិល្វីងនៃថ្នាំអញ្ចឹងនៅពេលដែលអូនញ៉ាំទៅគឺផ្អែមដឹងតែអូនចូលចិត្តហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចស្វែងរក Dolan SP Balzez ហើយនឹងសូមមើលតាមអសរស្ថានដែលនៅចិត្តលោកអ្នកបំផុតជម្រាបលាបាយបាយ